Cambodia គួបន្តទៀតទេបើក្តីស្នេហ៍ប្រែអស់អារម្មណ៍សន្យាមកគង់យំបើពេលនេះបងចង់បែកគ្នាខ្មាំងអាចដឹកធ្លាប់សាតែគ្រប់យ៉ាងពីបងពលចិត្តធ្លាប់ស្រឡាញ់គ្នាមិនដឹងថាបាត់ទៅណាឡើយបើបែកគ្នាពេលនេះមិនធ្វើឲ្យអូនឈឺចាប់យូររោគនាងថ្មីជាគូគុំតោះស្នឹងមនុស្សដូចបងបែកពីអូនមិនមែនមានថ្មីក៏មិនយល់ថាមកពីវិញគ្រាន់តែដឹងថានិស្ស័យយើងទាំងពីរលេងជាសង្សារសុំបែកគ្នាមិនមែនមានថ្មីគុំគិតថាបងក្បត់ស្នេហាតែអារម្មណ៍ជាសង្សារបាត់អស់ហើយបែកពីអូនមិនមែនមានថ្មីក៏មិនយល់ថាមកពីវិញគ្រប់តែដឹងថានិស្ស័យយើងទាំងពីរលេងជាសង្សារសុំបែកគ្នាមិនមែនមានថ្មីគុំគិតថាបងក្បត់ស្នេហាតែអារម្មណ៍ជាសង្សារបាត់អស់ហើយសន្យាមកថាអូនគុំយំព្រោះតែបងចាសូមអរគុណដល់សម្លេងគាំទ្រទៅដល់បេក្ខភាពរបស់យើងគឺអឿមរុនចាអឿមរុនគឺជាបេក្ខជនមួយរូបចាដែលមានមោទនភាពយ៉ាងខ្លាំងតាមរយៈកម្មវិធី The Voice Cambodia ពីព្រោះអឿមរុនតែងតែមានការជឿទុកចិត្តថា The Voice Cambodia អាចផ្លាស់ប្ដូរនៃរបបជីវិតនៃការរស់នៅរបស់គាត់បានអរគុណច្រើនឥឡូវនេះសូមការយល់ឃើញពី Coach បាយរិទ្ធសូមអញ្ជើញអរគុណសូមសរសើរចំពោះរុនដែលបងអូនមានឆន្ទៈបានន័យថាបងអូនមានការតស៊ូនៅក្នុងការប្រកួតប្រជែងប៉ុន្តែចំពោះបងស្វែងយល់ឃើញថាសមត្ថភាពរបស់បងអូននៅមានកម្រិតសម្រាប់បទចម្រៀងមួយបទនេះគឺមានចំណុចខ្វះខាតរៀងច្រើនគួរសមដោយសារនៅមានចំណុចគេហៅថាភាសានៅក្នុងការប្រើប្រាស់ភាសាភ្លេងគេហៅថាមានកន្លែងភ្លាវច្រើនជូនពរឲ្យបងអូនមានសំណាងល្អឆ្លងផុតពីវគ្គនេះអរគុណចាអរគុណច្រើនចាឥឡូវនេះសូមយោបល់ពី Coach សវណ្ណរាជចាសូមអញ្ជើញបាទអរគុណសម្រាប់រុននៅក្នុងសប្តាហ៍នេះឃើញថាចាប់ពី refrain ទៅហាក់ដូចជានៅស្ទើរហើយដូចបង្រិតនិយាយមិនអញ្ចឹងបទចម្រៀងមួយបទនេះបងអូនអត់ទាន់ចេះប្រើប្រាស់សំឡេងនៅឡើយអត់ទាន់ចេះ control ឬក៏រៀបចំសំឡេងខ្លួនឯងឲ្យស៊ីជាមួយនឹងបទចម្រៀងមួយបទនេះអញ្ចឹងរាល់ការ comment ទាំងប៉ុន្មានឬក៏ការផ្ដល់យោបល់ទាំងប៉ុន្មានសង្ឃឹមថារុននឹងបានទទួលហើយយកទៅអភិវឌ្ឍខ្លួនឯងឬក៏វិវត្តខ្លួនឯងឲ្យបានល្អជាងនេះជូនពរបងអូននៅក្នុងរាត្រីនេះចាអរគុណច្រើនឥឡូវនេះទុកភារៈនេះជូនទៅដល់ Coach សុភាសូមអញ្ជើញចាជាមួយនឹងខ្ញុំផ្ទាល់គឺយល់ស្របទៅដូចជាបងរិទ្ធក៏ដូចជារេតក៏បាននិយាយអញ្ចឹងបញ្ហាសំខាន់រុនមានការកង្វះខ្វះខាតចំពោះកន្លែងបទចម្រៀងមួយនឹងមួយបទនឹងបងតែងតែប្រាប់អូនថាអូនត្រូវតែ control ខ្លួនឯងឲ្យបានព្យាយាមធ្វើឲ្យបានក៏ប៉ុន្តែយ៉ាងណាបងក៏ជូនពររុនឲ្យឆ្លងផុតពីសប្តាហ៍នេះផងដែរអរគុណដល់អឿមរុនចាអរគុណជូនពរឲ្យជោគជ័យណាស់ណាចាចាដោយដែលលោកនាងបានជ្រាបហើយថាកម្មវិធី The Voice Cambodia ដែលមានតែមួយគត់នៅក្នុងប្រទេសកម្ពុជារបស់យើងខ្ញុំគឺពិតជាទុកឱកាសទៅដល់បេក្ខភាពគ្រប់រូបដើម្បីបង្ហាញសមត្ថភាពឲ្យអស់ជូនទៅដល់មហាជនប៉ុន្តែស្របពេលជាមួយនឹងការបង្ហាញសមត្ថភាពរបស់បេក្ខភាពទាំងអស់យើងខ្ញុំក៏សូមបញ្ជាក់ជូនទៅដល់លោកអ្នកផងដែរថាកម្មវិធី The Voice Cambodia